បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺជាថ្ងៃទី11បាទខែ2 2026ណាអធិស្ឋានផងម្សិលមិញខ្ញុំធ្វើវីដេអូនិយាយច្រឡំថ្ងៃណាបាទតាមពិតទៅម្សិលមិញថ្ងៃ10ទេតែខ្ញុំនិយាយថាថ្ងៃទី11ច្រឡំថ្ងៃបាទអញ្ចឹងហើយខ្ញុំថ្ងៃណាធ្វើវីដេអូថ្ងៃទី11បាទផុសម៉ោង4ណាបងប្អូនបាទម្សិលមិញចេញពីវីដេអូដែរបាទប៉ុន្តែដោយសារតែនិយាយច្រឡំថ្ងៃណាបាទហើយនៅក្នុងវីដេអូនេះខ្ញុំចែករំលែកបងប្អូនបាទតាក់ទងទៅនឹងការ comment របស់បងប្អូនប្រុសម្នាក់មិនសួរថាតើត្រូវប្រើចាយដើមទុនអស់ប្រមាណណាតាមពិតទៅដើមទុនអត់កំណត់ថាចំនួនប្រមាណទេគ្រាន់ថាដើមទុនសម្រាប់បន្លែលើប្រព័ន្ធទឹកនេះវារៀងធំបន្តិចបាទប្រើដើមទុនធំដើមទុនច្រើនណាបងប្អូនបាទបងប្អូនចង់ធ្វើលក្ខណៈគ្រួសារអាហ្នឹងតាមលក្ខណៈគ្រួសារបាទជាទូទៅដើមទុនដែលខ្ញុំធ្វើទំហំរបស់ខ្ញុំនេះរៀងច្រើនក្រាស់ៗដែរបងប្អូនបាទសម្រាប់ខ្ញុំណាបាទតែបើសម្រាប់បងប្អូនផ្សេងទៀតខ្ញុំមិនដឹងថាគាត់គិតច្រើនបន្តិចទេតែសម្រាប់ខ្ញុំគឺគិតថាច្រើនណាបងប្អូនសម្រាប់ដើមទុនរបស់ខ្ញុំគឺចំនួនប្រហែលជាខ្ទង់$10000ក្រាស់ដែរដោយសារតែយើងធ្វើខ្លួនឯងណាបាទតែបើសិនជាយើងជួលសេវាកម្មគេមកធ្វើអាចនឹងលើសបាទខ្ទង់20000ជាងបាទ$20000ជាងណាបាទប៉ុន្តែយើងធ្វើនេះយើងធ្វើតែខ្លួនឯងបាទយើងទិញតែសម្ភារៈមកទៅយកស្តង់ដាដែកអីយើងធ្វើប្លង់ធ្វើអីខ្លួនឯងអញ្ចឹងណាបងប្អូនបាទដោយសារយើងធ្លាប់ទៅធ្វើការនៅប្រទេសកូរ៉េអញ្ចឹងយើងរៀនអំពីប្លង់ពីអីអញ្ចឹងណាបាទយើងធ្វើការនៅកន្លែងប្លង់ហើយពេលអញ្ចឹងទៅយើងអាចរៀនពីប្លង់គិតពីចំនួនដែកគិតពីចំនួនផ្លាស្ទិក UV ស្បែក UV អីចំនួនទយោអីទៅយើងវាយប្លង់បានបាទអញ្ចឹងយើងទៅស្រុកគេអត់ប្រយោជន៍ទេបងប្អូនយើងចេះច្រើនដែរបាទដោយសារអីខ្ញុំទៅធ្វើការនៅកន្លែងរោងចក្រដែកហ្នឹងគឺកូរ៉េគឺឲ្យខ្ញុំហ្នឹងកាន់กระดาษប្លង់តែម្ដងគាត់គេបញ្យលត្រួសយើងធ្វើអញ្ចឹងណាយើងមើលប្លង់យើងធ្វើតាមប្លង់អញ្ចឹងណាបាទតែមិនមែនជាអាគារធំមិនមែនជាស្អីទេប៉ុន្តែគាត់ថាជាគំរូប្លង់របស់គ្រឿងចាក់គេថាម៉ាស៊ីននេះបាទគឺម៉ាស៊ីនធំនៅក្នុងប្រទេសកូរ៉េអីគឺខ្ញុំជាអ្នកធ្វើមិនមែនជាអ្នកធ្វើប្លង់ទេតែគេឲ្យប្លង់យើងមកយើងធ្វើគ្រឿងបំណែកហ្នឹងបងប្អូនចឹងយើងចឹងណាបាទពេលទៅយើងយល់បានច្រើនកូរ៉េគេបញ្យល់ជាភាសាកូរ៉េមកយើងកាត់យល់នៃខ្លះទៅអត់ឆ្ងល់សួរគេខ្លះទៅបាទជួនកាលសួរគេពីម្ដងត្រូវមាត់គេចឹងទៅចឹងណាបាទអញ្ចឹងយើងរៀនសូត្រមកអញ្ចឹងពុកម៉ែបងប្អូនដែលគាត់ចង់ធ្វើអីបើគាត់ប្រើសេវាកម្មអស់ច្រើនតិចសម្រាប់គម្រោងរបស់ខ្ញុំខ្ទង់20000ក្រាស់អីហ្នឹងណាបាទប៉ុន្តែដោយសារខ្ញុំធ្វើប្លង់ខ្លួនឯងខ្ញុំផ្សារខ្លួនឯងបាទជួលជាងផ្សារអីតិចតួចយើងរៀបអីខ្លួនឯងអញ្ចឹងយើងអស់តិចតួចទេបងប្អូនអត់អស់ច្រើនប្រហែលទេតែបើថាបងប្អូនអត់ចេះអីហ្នឹងអាហ្នឹងចេះអស់ច្រើនដែរហ្នឹងណាបាទឥឡូវយើងមកបេះផ្លែអំពិលទឹកបារាំងតែម្ដងបាទអំពិលទឹកបារាំងឯងអំពិលទឹកខ្វង់បងប្អូនបាទនេះទុំល្អបងប្អូនណាផ្អែមបាទឥឡូវយើងមកមើលទំហំដើមទុនវិញម្ដងហ្មងដើមទុំបាទដើមទុនយើងវិញម្ដងបាទទំហំដើមទុនទៅខ្ញុំថាអញ្ចឹងវាអត់កំណត់ទេអាស្រ័យលើបងប្អូនជាអ្នកធ្វើបាទបងប្អូនចង់បានច្រើនបងប្អូនមានលុយពី$30000បងប្អូនធ្វើទៅបាទណាទិញទៅយកស្តង់ដាមកដាក់មកបងប្អូនចំណាយលុយតែដំបូងទេច្រើនប៉ុន្តែយូរទៅយើងចំណាយតិចតួចបាទថ្លៃទឹកថ្លៃភ្លើងថ្លៃ GAB តែប៉ុណ្្នឹងឯងតែបើថាឲ្យយើងចំណាយច្រើនទៀតអត់ចំណាយច្រើនអីក្រាស់ដូចមុនទេមុនយើងចំណាយច្រើនរាប់$1,000ដើមទុនដែលយើងធ្វើសម្រាប់បន្លែ hydroponic នេះបើខ្ញុំគិតទៅគេហៅថាមុខរបរអ្នកមានណាទូតាំងមុខរបរអ្នកមានយ៉ាងម៉េចបងមុខរបរអ្នកមានចង់និយាយថាគេសល់លុយហើយបើគេធ្វើណាបាទហើយមួយទៀតអ្នកដែលហូបបន្លែរបស់យើងគឺជាអ្នកដែលមានជាភាពទូធាហើយគេមានការយល់ដឹងខ្ពស់អញ្ចឹងណាបាទហើយមិនមែនចេះថាដឹងបន្លែហ្នឹងចេះតែហូបទៅអត់ដឹងពីសុវត្ថិភាពអត់ដឹងពីអត្ថប្រយោជន៍របស់វាទេអញ្ចឹងបងប្អូនខ្លះគាត់ឃើញថាបន្លែយើងដាំបានល្អហើយនៅតែកថាបន្លែគីមីដាំបានល្អហើយបន្លែយើងនៅតែថ្លៃអញ្ចឹងណាបងប្អូនលក់ថោកអត់បានទេបន្លែហៃដ្រូនេះគឺវាតកតងទៅនឹងការប្រើប្រាស់ភ្លើងបាទ GAB ហើយនឹងទឹកស្អាតណាបងប្អូនបាទព្រោះបន្លែនេះស្អាតណាបងប្អូនយើងអត់អាចដាំទឹកចេញពីប្រគុណចេញពីលូអីដាំបានទេ
cái này dân vô tật để chìp trên bị lưu ý nâng thổi bà lại dân ruồi châm thọp đam năm môn đá tôn tình nâng bà lại nâng vì bà tận động chìp trên bị lưu mà là bởi chẳng vì ai thổi ôi bà lại dân vì mình bánh hà bà lại ruồi lạc ruồi ấy chẳng á chẳng bị chạy thà bà lại nên xa đó bà bồn ở đám tật mình là ở bàn đêm chẳng như mình tại bà nâng ở quân bye bye